បាទសួស្តីបងប្អូនទាំងអស់គ្នាមកកាន់ channel ខ្ញុំទៀតហើយថ្ងៃនេះខ្ញុំមានចំណេះដឹងថ្មីមកចែកម្លែកអំពីរបៀបដាក់ story ទៅមានអ្នកចូលមើលច្រើនតើយើងធ្វើបែបណាយើងទៅទស្សនាបងប្អូនគ្នាឥឡូវខ្ញុំកំពុងនៅក្នុង account Facebook ខ្ញុំហើយបន្តមកទៀតបងប្អូនមើលទៅលើខាងស្ដាំដៃនេះមានត្រេ3នេះចុចចំលើកន្លែងហ្នឹងមកបន្តមកទៀតបងប្អូនរើសពាក្យថា setting and privacy ចុចកន្លែងហ្នឹងហើយបន្តមកទៀតបងប្អូនរើសពាក្យថា setting ហើយវានឹងចេញទ្រង់បែបនេះហើយបងប្អូនអូសឡើងលើទៅហើយបងប្អូនរើសពាក្យថា story នេះ story ហើយបន្ទាប់មកទៀតវានឹងចេញទ្រង់បែបនេះហើយបងប្អូនរើសពាក្យនេះទី2នេះចុចកន្លែងហ្នឹងមកប៉ុបវានឹងចេញទ្រង់បែបនេះបងប្អូនត្រូវការចង់ឲ្យមានគេមើល story យើងច្រើនយើងផុសទៅគេឃើញច្រើនបងប្អូនត្រូវរើសពាក្យខាងលើនេះ public បើបងប្អូនរើសទី2មានតែ friend យើងផុសទៅមានតែ friend ក្នុង Facebook នេះទេដែលអាចឃើញ story យើងអ្នកផ្សេងអាចមើលឃើញបានទេតែបើរើស public ខាងលើទាំងទូទាំងពិភពលោកនឹងចូលមើល story យើងបានណាឥឡូវយើងចុចខាងលើមកប៉ុបមកបន្តទៀតបងប្អូនរើសពាក្យថា save ហើយចុច save ទៀតមករួចរាល់ហើយបងប្អូន refresh មួយមកបាទតែប៉ុណ្ណឹងហើយបាទអរគុណបងប្អូនដែលតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បងប្អូនជួយចុច subscribe ឬក៏ share ម្នាក់មួយផងអរគុណច្រើនបាយបាយ